នៅក្នុងសេចក្តីឆ្លើយតបនឹងការបំភ្លឺទៅកាន់គេហទំព័រ World Population Review 2025 ក្រសួងអប់រំយុវជននិងកីឡាបានលើកយកចំណុចសំខាន់ៗជាច្រើនមកបង្ហាញក្នុងន័យថាវិស័យអប់រំនៅកម្ពុជាមិនស័ក្តិសមជាប់ចំណាត់ថ្នាក់លេខ120ក្នុងចំណោមប្រទេសចំនួន203ឡើយតាមក្រសួងអប់រំកម្ពុជាការចាត់ចំណាត់ថ្នាក់អប់រំរបស់ World Population Review បានផ្ដោតទៅលើចំណុចចំនួន3រួមមានប្រព័ន្ធអប់រំសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អការចូលរៀននៅសាកលវិទ្យាល័យនិងការអប់រំប្រកបដោយគុណភាពខ្ពស់សេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំបញ្ជាក់ថាវិធីសាស្ត្រនៃការចាត់ចំណាត់ថ្នាក់អប់រំដោយផ្អែកលើការស្ទង់មតិនិងយល់ឃើញជាសាធារណៈបែបនេះកំពុងត្រូវបានពិនិត្យនិងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួនក្រសួងបានលើកយកឧទាហរណ៍ខ្លះៗមកបង្ហាញការវាយតម្លៃរបស់ World Population Review មិនត្រឹមត្រូវនៅត្រង់ថាវិស័យអប់រំរបស់ប្រទេសទីម៉ូខាងកើតមិនអាចប្រសើរជាងម៉ាឡេស៊ីហើយវិស័យអប់រំឡាវក៏មិនអាចប្រសើរជាងថៃដែរព្រោះម៉ាឡេស៊ីនិងថៃសុទ្ធសឹងជាប្រទេសដែលមានការវាយតម្លៃគុណភាពអប់រំកម្រិត PISA Program for International Student Assessment សម្រាប់កម្ពុជាក្រសួងអប់រំបានទាញការសន្និដ្ឋានថាប្រទេសឡាវនិងទីម៉ូខាងកើតមិនមានភាពល្អប្រសើរជាងកម្ពុជានិងប្រទេសថៃនៅឡើយទាំងការអប់រំចំណេះដឹងទូទៅនិងឧត្តមសិក្សាជាមួយគ្នានេះក្រសួងអប់រំកម្ពុជាក៏បានលើកឡើងពីលក្ខណៈវិទ្យាសាស្ត្រដែលតម្រូវឲ្យការចាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិត្រូវធ្វើឡើងដោយពិនិត្យទៅលើកត្តាជាច្រើនដូចជាអត្រាអក្ខរកម្មនិងលទ្ធផលសិក្សាលទ្ធភាពទទួលបានការអប់រំគុណភាពនៃការបង្រៀននិងកម្មវិធីសិក្សាប្រសិទ្ធភាពរបស់គ្រូភាពពាក់ព័ន្ធនៃកម្មវិធីសិក្សានិងវិធីសាស្ត្រគរុកោសល្យហេដ្ឋារចនាសម្ព័ន្ធអប់រំការវិនិយោគរបស់រដ្ឋាភិបាលទៅលើវិស័យអប់រំឧត្តមសិក្សានិងស្រាវជ្រាវលក្ខជារួមក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះវិស័យអប់រំកម្ពុជាសម្រេចបានវឌ្ឍនភាពទាំងបរិមាណនិងគុណភាពទោះយ៉ាងណាបញ្ហាប្រឈមនៅតែមានដែលទាមទារឲ្យភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្នាដើម្បីបន្តពង្រឹងវិស័យអប់រំកម្ពុជាបន្ថែមទៀតនេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងអប់រំសូមរំលឹកថា World Population Review 2025បានចាត់ចំណាត់ថ្នាក់អប់រំកម្ពុជានៅលេខរៀងទី120ក្នុងចំណោម203ប្រទេសចំណែកទីម៉ូខាងកើតនៅលេខរៀងទី69ម៉ាឡេស៊ីទី89ឡាវទី102ថៃទី107និងភូមាស្ថិតនៅលេខរៀងទី109